admin មានលក់ម៉ាស៊ីនអ៊ុត laminate ទុនពីរប្រភេទនេះមួយពណ៌ខ្មៅមួយពណ៌ប្រផេះហើយសំណួរដែល admin អាសាទទួលបានពីអតិថិជនថ្មីដែលគាត់មិនទាន់បានទិញម៉ាស៊ីនហ្នឹងគឺតាមម៉ាស៊ីនពីរហ្នឹងខុសគ្នាមិនម៉ាស៊ីនពណ៌ខ្មៅនេះចំណុចខុសគ្នាជាមួយម៉ាស៊ីនពណ៌ប្រផេះគឺពណ៌ខ្មៅមានសេរីល្បឿនបានពណ៌ប្រផេះនេះគឺល្បឿនថេរអញ្ចឹងអត់មានកន្លែងសេរីល្បឿនទេហើយកន្លែងម៉នុយរបស់វាក៏ខុសគ្នាតិចតួចដែរគឺអានេះមាន LED បង្ហាញពីសីតុណ្ហភាពចំណែកអាពណ៌ប្រផេះនេះគឺអត់មានទេហើយសម្រាប់កម្ពុជាគឺអានេះនេះសេរីល្បឿនណាអានេះមានថាឧទាហរណ៍ថាយើងចង់ឲ្យវាលឿនចង់ឲ្យវាយឺតយើងសេរីអានេះហើយតឡើងកម្ដៅបន្ថយកម្ដៅទៅតាមប៊ូតុងវាពីរនេះដកនិងបោកចំណែកអានេះការតឡើងកម្ដៅបន្ថយកម្ដៅអានេះប្រើសម្រាប់ប្រមូលវាហើយប៊ូតុងដូចគ្នាប៊ូតុងនេះគឺអ៊ុតក្ដៅនេះអ៊ុតត្រជាក់ទាញទៅមុខឈប់មកក្រោយនេះដូចគ្នាក្ដៅត្រជាក់ទៅមុខឈប់មកក្រោយអូខេភាពខុសគ្នាគឺវាប៉ុណ្ណឹងហើយនេះស្កុតអ៊ុតក្ដៅឃើញស្នូវាទូចទេស្កុតអ៊ុតត្រជាក់នេះស្នូធំហើយម៉ាស៊ីនយើងគឺទាំងពីរហ្នឹងដាក់ស្នូធំក៏បានស្នូតូចក៏បានអ៊ុតត្រជាក់ក៏បានអ៊ុតក្ដៅក៏បានដូចគ្នាហើយការអ៊ុតមួយខាងលើក៏បានអ៊ុតសងខាងក៏បានម៉ាស៊ីនពីរហ្នឹងគឺដូចគ្នាអ៊ុតក្ដៅត្រជាក់អ៊ុតសងខាងដាក់ស្នូតូចក៏បានស្នូធំក៏បានពណ៌ខ្មៅនេះគឺយើងចុចដូចគ្នាហ្នឹងទៅមុខនេះទៅឡើងមកវាទាញទៅហើយបន្ថែមល្បឿនហើយនេះជើងម៉ាស៊ីនទាំងពីរហ្នឹងមានដូចគ្នាជើងដែកហើយជើងវានេះដាក់ស្នូតូចនេះស្នូអ៊ុតកម្ដៅយើងហ្នឹងគឺថង់អ៊ុតកម្ដៅគឺដាក់ស្នូតូចហ្នឹងគឺដាក់នៅកណ្ដាលនេះអាតូចបាទជើងពណ៌ខៀវហ្នឹងជើងដាក់ស្នូតូចបានប៉ុណ្ណឹងគឺដាក់ចូលមកគឺបានហើយយើងយកទៅអ៊ុតទៅហើយមានវិសវានេះយើងមួដើម្បីទប់កុំឲ្យវារេឆ្វេងស្ដាំពេលយើងដាក់ត្រូវទីតាំងហើយយើងអាចមួវិសហ្នឹងបានបន្ទាប់មកគឺយើងចូលដល់ស្កុតអ៊ុតត្រជាក់ម្ដងនេះអ៊ុតត្រជាក់គឺស្នូលវាធំដាក់បានដូចគ្នានេះវាទប់ជាមួយនឹងអាខាងក្រៅវិញអាខាងក្រៅគឺត្រូវជាមួយនឹងស្នូលធំតែម្ដងយើងដាក់វាហាប់ទៅនេះបានហាប់ជាប់ហើយអត់ទៅណាទៀតទេហើយយើងដាក់បានដូចធម្មតាអញ្ចឹងដាក់ដូចស្នូលតូចអញ្ចឹងណាអញ្ចឹងនិយាយរួមទៅគឺម៉ាស៊ីនហ្នឹងគឺវាផលចំណេញយើងមិនបាច់ចាំឆ្នៃជើងឬក៏ទិញជើងអីដាក់បន្ថែមយើងចង់អ៊ុតក្ដៅក៏បានអ៊ុតត្រជាក់ក៏បានគឺវាមានភាពងាយស្រួលណាគឺជើងវាគឺអញ្ចឹងនេះហើយនិយាយរួមទៅម៉ាស៊ីនពីរហ្នឹងតើគុណភាពវាអាណាល្អជាងគឺគុណភាពវាល្អដូចគ្នាពីនិយាយពីភាពធន់ពីគុណភាពប្រើប្រាស់បានយូររបស់វាគឺវាល្អដូចគ្នាបេះបិទតែម្ដង 100% ដូចគ្នាហើយនិយាយពីតម្លៃខុសគ្នាតិចតួចហ្នឹងទៅលើអាពណ៌ខ្មៅហ្នឹងវាខុសគ្នាតិចតួចទេមួយទៀតហ្នឹងគឺដោយសារតែវាមានមុខងារខុសគ្នាទេបើនិយាយពីគុណភាពគឺដូចគ្នាបេះបិទអញ្ចឹងមិនថាម៉ាស៊ីនពីរហ្នឹងគឺវាខុសគ្នាទៅលើតែមុខងារណាមុខងារហ្នឹងផ្ទាំងបង្ហាញ LED អញ្ចឹងទៅប៊ូតុងចុចខុសគ្នាតិចតួចឯងគុណភាពគឺល្អដូចគ្នា